សួស្តីហ្វានជាទីស្រឡាញ់ទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីកាលមកកាន់នៅ Channel របស់ Admin នៅថ្ងៃនេះ Admin ណាក៏មកបន្តរឿងរបស់យើងអន្តរស្នេហ៍ក្បែរសត្រូវភាគទី11ជាបន្តទៀតណាអញ្ចឹងឥឡូវនេះកុំឲ្យខាត់ពេលវេលារបស់យើងយូរតោះទស្សនាជាមួយនឹង Admin ទាំងអស់គ្នាការពីនៅភាគមុនព្រះអង្គម្ចាស់ទីងគេក៏បានមករកតួស្រីរបស់យើងនៅកន្លែងក្រុមចៅហើយគេក៏បានសួរទៅកាន់ក្រុមចៅថាតើតួស្រីរបស់យើងនឹងនៅឯណាប៉ុន្តែមេក្រុមចៅគេមិនដឹងថាតើព្រះអង្គម្ចាស់ទីងស្វែងរកអ្នកណានោះឡើយនៅពេលឮបែបនេះសឺយ៉ាគេក៏បានធ្វើការគំរាមទៅកាន់ក្រុមចៅអីចឹងទៅដែលគេក៏បាននិយាយថាបើសិនជាក្រុមចៅមិនព្រមនិយាយទេនោះគេនឹងបញ្ជូនគ្រប់គ្នាទៅកាន់សាលាស្រុកជីងជើជាមិនខានគ្រាន់តែលឺចឹងភ្លាមណាមេក្រុមចៅពិតជាមានការផិតភ័យយ៉ាងខ្លាំងហើយគេក៏បាននិយាយទៅកាន់ព្រះអង្គម្ចាស់ទីងថាគេពិតជាមិនដឹងថាតួស្រីរបស់យើងនោះនៅឯណាពិតមែនហើយពេលនោះដែរគេចិត្តចាប់បានតួស្រីរបស់យើងទៅហើយប៉ុន្តែមិននឹកស្មានថាប្រហែលជាមាននរណាម្នាក់បានជាមកជួយនាងអីចឹងទៅហើយក្រោយមកទៀតគេក៏មិនដឹងថាតួស្រីរបស់យើងនឹងទៅទីណានោះទេព្រះអង្គម្ចាស់ទីងស្ដាប់ហើយគេក៏បានសួរថាចុះហេតុអីបានជាពួកឯងតាមនាងអញ្ចឹងទើបពួកគេក៏បានប្រាប់ថាគឺមានអតិថិជនម្នាក់បានជួលពួកគេអីអញ្ចឹងទៅប៉ុន្តែគេមិនដឹងថាអ្នកដែលបានជួលគេនឹងគឺជាអ្នកណានោះដែរហើយពួកគេធ្វើនេះគ្រាន់តែដើម្បីប្រាក់តែប៉ុណ្ណោះព្រះអង្គម្ចាស់ទីងស្ដាប់ហើយគេក៏បានសួរទៀតថាចុះឯងមានស្គាល់បារម្ភម្នាក់ដែលបានជួយនាងដែរអត់ប៉ុន្តែមេក្រុមចៅក៏បានប្រាប់ថាគេមិនស្គាល់នោះទេប៉ុន្តែបារម្ភម្នាក់ហ្នឹងគេមានថ្វីដៃល្អខ្លាំងណាស់ធ្វើឲ្យគេនិងកូនចៅរបស់គេក៏មិនអាចទប់ទល់បានហើយក៏នាំគ្នារត់គេចអីអញ្ចឹងទៅណាព្រះអង្គម្ចាស់ទីងស្ដាប់ហើយគេក៏មិនសួរអីទៀតនោះដែរតែគេក៏បានចាប់មេក្រុមចៅយកមកចិត្តគេហើយក៏សួរទៅកាន់មេក្រុមចៅហ្នឹងថាតើអ្នកណាគឺជាអ្នកបញ្ជាអីអញ្ចឹងទៅព្រោះគេគិតថាមេក្រុមចៅកំពុងទម្លាក់បាំងអីអញ្ចឹងទៅណាកាត់ទៅមើលខាងហាន់មីនស៊ីឯណោះវិញពេលនេះគេក៏បានដឹងខ្លួនឡើងមកវិញហើយតែគេក៏បានឃើញខ្លួនគេហ្នឹងកំពុងទៅនៅក្នុងផ្ទះចាស់មួយដោយឃើញបែបនេះហាន់មីនស៊ីគេក៏បានលួចស្រាយចំណងរបស់គេហើយគេក៏បានគេចខ្លួនណាតែម្ដងទៅត្រឡប់ទៅមើលខាងតួស្រីរបស់យើងឯណោះវិញពេលនេះអ្នកបម្រើក៏បានចូលមកបម្រើតួស្រីរបស់យើងដោយធម្មតាហើយពេលនឹងតែតួស្រីរបស់យើងនាងក៏បានធំក្លិនក្អូបផ្កាម្លិះទៅអ្នកបម្រើក៏បានប្រាប់ថាជារៀងរាល់រដូវម្ចាស់ផ្ទះគាត់តែងតែប្រមូលផ្កាម្លិះហើយយកមកដាក់នៅក្នុងផ្ទះអីអញ្ចឹងទៅដោយសារតែម្ចាស់ផ្ទះហ្នឹងគាត់ចូលចិត្តក្លិនផ្កាម្លិះអីអញ្ចឹងទៅណាតួស្រីស្ដាប់ហើយនាងក៏បានសួរថាតើម្ចាស់ផ្ទះហ្នឹងគាត់អាយុប៉ុន្មានហើយទៅអ្នកបម្រើក៏បានប្រាប់ថាគាត់ប្រហែលជាមានអាយុ20ឆ្នាំហើយប៉ុន្តែថ្មីនេះគាត់ទៅរៀបការរួចហើយគេឈ្មោះរបស់គាត់ល្បីល្បាញពេញរាជធានីទៀតផងគ្រាន់តែឮដល់ចំណុចហ្នឹងភ្លាមតួស្រីនាងក៏បានភ្ញាក់ផ្អើលយ៉ាងខ្លាំងប៉ុន្តែអ្នកបម្រើម្នាក់ហ្នឹងនាងក៏បាននិយាយបន្លប់ហើយនាងក៏បានសុំលាតួស្រីរបស់យើងទៅក្រៅតែម្ដងទៅលុះពេលអ្នកបម្រើចេញផុតតួស្រីក៏បានហៅអ្នកថែសួនឲ្យមកជួបហើយនាងក៏បានសួរទៅកាន់អ្នកថែសួនហ្នឹងថាតើលោកធ្វើការនៅទីនេះយូរហើយនៅប៉ុន្តែអ្នកថែសួនគាត់ក៏បានប្រាប់ថាគាត់មិនដែលធ្វើការនៅទីនេះនោះទេគាត់គ្រាន់តែជាអ្នកថែសួននៅអាជីក្រុងតែប៉ុណ្ណោះហើយជារៀងរាល់ខែម្ចាស់ផ្ទះតែតែឲ្យគាត់នឹងយកផ្កាមកឲ្យគេអីអញ្ចឹងទៅហើយគាត់ក៏អាចរកចំណូលតិចតួចតាមរយៈការយកផ្កាមកឲ្យគេនឹងឯងតួស្រីស្ដាប់ហើយនាងក៏បានសួរទៅកាន់គាត់វិញថាតើលោកចង់រកចំណូលបន្ថែមដែរឬអត់គ្រាន់តែលើអញ្ចឹងភ្លាមអ្នកថែសួនពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងហើយគាត់ក៏បានសួរទៅកាន់តួស្រីរបស់យើងថាតើតួស្រីរបស់យើងនឹងមានការងារឲ្យគាត់ធ្វើមែនទើបតួស្រីរបស់យើងនាងក៏បានឲ្យគាត់ទៅកាន់រាជធានីហើយរាយការណ៍អំពីនាងទៅកាន់ព្រះអង្គម្ចាស់ទីងអីអញ្ចឹងទៅកាត់ទៅមើលខាងយឺយីងឯណោះវិញណាពេលនេះអ្នកបម្រើក៏បានមកប្រាប់ថាការប្រយុទ្ធមិញនាងបានឃើញឆ្មាំជាច្រើនកំពុងតែចេញពីជីងជើហើយមើលទៅពួកគេដូចជាកំពុងតែស្វែងរកអ្នកណាម្នាក់អញ្ចឹងយឺយីងស្ដាប់ហើយនាងពិតជាមានការផិតភ័យយ៉ាងខ្លាំងព្រោះនាងគិតថាប្រហែលជាហានមានសៀងធ្វើឲ្យបែកការអីអញ្ចឹងទៅណាហើយនាងក៏បានសួរទៅកាន់អ្នកបម្រើទៀតថាចុះព្រះអង្គម្ចាស់លីត្រង់នៅឯណាទើបអ្នកបម្រើក៏ប្រាប់ថាប្រហែលជាត្រង់ទៅកាន់ផ្ទះវិឡារបស់ត្រង់នៅឯជើងភ្នំបាត់ទៅហើយគ្រាន់តែលឺអញ្ចឹងភ្លាមយឺយីងក៏បានឲ្យអ្នកបម្រើរៀបចំរទេះសេះដើម្បីនាងផងដែរក្រោយមកទៀតយឺយីងនាងក៏បានធ្វើដំណើរទៅរកព្រះអង្គម្ចាស់លីប៉ុន្តែពេលនឹងដែរអ្នកបរទេះក៏បានប្រទះឃើញមនុស្សម្នាក់ដេកនៅកណ្ដាលផ្លូវហើយអ្នកបរទេះក៏បានចុះមកមើលគេអីអញ្ចឹងទៅហើយគេក៏បានប្រាប់ទៅកាន់យឺយីងថាគឺមានមនុស្សម្នាក់កំពុងតែដេកនៅកណ្ដាលផ្លូវហើយខ្លួនរបស់គេនឹងប្រឡាក់សុទ្ធតែឈាមទៀតផងយឺយីងស្ដាប់ហើយនាងក៏បានឲ្យអ្នកបរទេះយកគេចេញពីកណ្ដាលផ្លូវអីអញ្ចឹងទៅបន្ទាប់មកទៀតយឺយីងនាងក៏បានធ្វើដំណើរទៅមុខទៀតតែនាងក៏បានងាកទៅមើលមុខបរិសម្នាក់នឹងផងដែរគ្រាន់តែឃើញគេភ្លាមយឺយីងនឹងពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះអីតែមនុស្សម្នាក់នឹងគឺជាហាន់មីនស៊ីនឹងឯងកាន់ទៅមើលខាងព្រះអង្គម្ចាស់ទីងឯណោះវិញពេលនេះកូនចៅរបស់គេក៏បានមកប្រាប់ថាគេបានដំណឹងអំពីតួស្រីរបស់យើងហើយព្រះអង្គម្ចាស់ទីងឮបែបនេះគេក៏បានឲ្យកូនចៅរបស់គេនឹងទៅរកតួស្រីរបស់យើងយ៉ាងលឿនឯខាងហាន់មីនស៊ីឯណោះវិញណាពេលនេះយឺយីងនាងក៏បានយកគេមកឲ្យគ្រូពេទ្យដើម្បីព្យាបាលហើយអ្នកបម្រើក៏បានសួរទៅកាន់យឺយីងថាតើព្រះនាងស្គាល់គេមែនទេប៉ុន្តែយឺយីងក៏បានប្រាប់ថាអត់ស្គាល់ទេខ្ញុំគ្រាន់តែចង់ជួយគេតែប៉ុណ្្នឹងឯងអ្នកបម្រើស្ដាប់ហើយក៏
ក៏មិនដេញដោលអីទៀតនោះដែរតែនាងមានអារម្មណ៍ថាដូចជាឆ្ងល់អីអញ្ចឹងទៅណាសាច់រឿងក៏បានកាត់ទៅមើលខាងតួស្រីរបស់យើងឯណោះវិញពេលនេះលោកគ្រូពេទ្យគឺបានដោះបង់រោមភ្នែករបស់តួស្រីយើងវិញហើយតួស្រីរបស់យើងនាងក៏អាចមើលឃើញដូចគ្នាគ្រាន់តែមើលឃើញភ្លាមតួស្រីក៏បានឲ្យអ្នកបម្រើទៅហៅព្រះម្ចាស់លីឲ្យមកជួបនាងនៅពេលនេះក្រោយមកទៀតព្រះម្ចាស់លីគេក៏បានមករកតួស្រីរបស់យើងហើយគេក៏បានធ្វើការសុំទោសទៅកាន់នាងអីអញ្ចឹងទៅតាមពិតទៅគេមិនបានចង់កុហកនាងនោះទេតែគេខ្លាចនាងដឹងហើយនាងអាចនឹងចាក់ចេញអីអញ្ចឹងទៅណាប៉ុន្តែតួស្រីរបស់យើងនាងក៏បានប្រាប់ទៅកាន់ព្រះម្ចាស់លីថាខ្ញុំចង់ចាក់ចេញនៅពេលនេះតែព្រះម្ចាស់លីគេមិនឲ្យនាងទៅនោះឡើយក៏ព្រោះតែរបួសជើងរបស់នាងវាមិនទាន់ជាស្រួលបួលហើយគេក៏បាននិយាយទៅកាន់តួស្រីរបស់យើងទៀតថាតាមពិតទៅគេមិនចង់ធ្វើបែបនេះនោះទេក៏ព្រោះតែគេគ្មានជំរឿនអីអញ្ចឹងទៅណាហើយគេបានឮថាតួស្រីរបស់យើងហ្នឹងមកកាន់ព្រះវិហារនៅលើភ្នំទើបគេក៏បាននាំមនុស្សមករកនាងអីអញ្ចឹងទៅតែគេមិននឹកស្មានថាពេលដែលគេមកដល់គេបានជាឃើញតួស្រីរបស់យើងហ្នឹងកំពុងទៅនៅជាមួយនឹងព្រះម្ចាស់ទីងទៅវិញហើយក្រោយមកគេក៏បំរុងនឹងចាក់ចេញដូចគ្នាប៉ុន្តែគេបានឃើញថាតួស្រីរបស់យើងហ្នឹងគឺកំពុងតែរងការវាយប្រហារប៉ុន្តែពេលដែលគេទៅដល់ហ្នឹងគឺឃើញតួស្រីរបស់យើងហ្នឹងបានធ្លាក់ចូលទៅក្នុងជ្រោះបាត់ទៅហើយក្រោយមកទៀតគេក៏បានស្វះស្វែងរកនាងហើយក៏បានយកនាងមកទីនេះអីអញ្ចឹងទៅតួស្រីស្ដាប់ហើយនាងក៏បានសួរទៅកាន់ព្រះម្ចាស់លីវិញថាបើសិនជាយឺជីងដឹងថាលោកកំពុងទៅនៅជាមួយខ្ញុំតើនាងនឹងមានអារម្មណ៍បែបម៉េចប៉ុន្តែព្រះម្ចាស់លីគេមិនខ្វល់នោះឡើយហើយគេក៏បានប្រាប់វិញថាគេមិនដែលចង់រៀបការជាមួយនឹងយឺជីងនោះទេនៅពេលឮបែបនេះតួស្រីពិតជាខឹងយ៉ាងខ្លាំងហើយនាងក៏បានចាក់ចេញតែម្ដងទៅចំណែកឯព្រះម្ចាស់លីវិញគេក៏បានដេញតាមតួស្រីរបស់យើងរហូតពេលនឹងដែរតួស្រីរបស់យើងនាងក៏បានចំពប់ជើងដួលហើយព្រះម្ចាស់លីគេក៏បានចាប់នាងធ្វើឲ្យពួកគេទាំងពីរហ្នឹងក៏ដួលជាមួយគ្នាតែម្ដងទៅទោះបីជាយ៉ាងនេះក្តីណាក៏តួស្រីរបស់យើងនាងមិនស្ដាប់ព្រះម្ចាស់លីគាត់នាងនោះឡើយហើយនាងក៏បានតែកំភ្លៀងព្រះម្ចាស់លីមួយដៃផងដែរហើយព្រះម្ចាស់លីវិញគេក៏បានចាប់ដៃតួស្រីរបស់យើងជាប់ហើយគេក៏បាននិយាយថាគេខំជួយសង្គ្រោះនាងហើយដើម្បីបានជានាងធ្វើបែបនេះដាក់គេទៅវិញប៉ុន្តែតួស្រីក៏បាននិយាយទៅវិញថាខ្ញុំមិនដែលចង់ឲ្យលោកជួយសង្គ្រោះខ្ញុំនោះទេហើយខ្ញុំក៏មិនត្រូវការឲ្យលោកជួយសង្គ្រោះខ្ញុំនោះដែរលោកមានដឹងទេនៅពេលដែលខ្ញុំចុះពីលើភ្នំខ្ញុំបានសច្ចាជាមួយនឹងខ្លួនឯងថាខ្ញុំនឹងចាត់ទុកថាលោកហើយនឹងខ្ញុំគឺមិនដែលជួបគ្នាតែចោះអញ្ចឹងសូមលោកនៅឲ្យឆ្ងាយពីខ្ញុំបន្តិចទៅព្រោះខ្ញុំមិនចង់ឃើញមុខរបស់លោកទៀតនោះឡើយព្រះម្ចាស់លីស្ដាប់ហើយគេក៏បានយល់ផងដែរព្រោះតែគេបានធ្វើឲ្យមនុស្សមួយចំនួននៅលើភ្នំលីសាត្រូវបានស្លាប់ទៅបានជាតួស្រីរបស់យើងស្អប់គេបែបនេះហើយពេលនឹងដែរព្រះម្ចាស់លីគេក៏បានប្រកល់កំបិតឲ្យតួស្រីរបស់យើងហើយគេក៏បានប្រាប់ឲ្យនាងនឹងសម្លាប់គេមកដើម្បីឲ្យនាងឈប់ខឹងជាមួយនឹងគេអីអញ្ចឹងទៅណាប៉ុន្តែតួស្រីរបស់យើងនាងមិនធ្វើបែបនេះនោះទេហើយព្រះម្ចាស់លីហ្នឹងគេក៏បានឲ្យតួស្រីរបស់យើងនឹងកាន់កំបិតហើយគេក៏បានរុញដៃតួស្រីរបស់យើងហ្នឹងចាក់គេតែម្ដងទៅគ្រានឹងដែរកូនចៅរបស់គេក៏បានមកតន់ចំណែកព្រះម្ចាស់លីវិញគេក៏បានរងរបួសហើយគេក៏បានសន្លប់តែម្ដងទៅមិនយូរប៉ុន្មានព្រះម្ចាស់លីគេក៏បានដឹងខ្លួនពីសន្លប់មកវិញតែគេពិតជាសប្បាយចិត្តយ៉ាងខ្លាំងនៅពេលបានឃើញតួស្រីរបស់យើងនៅកំដរគេបែបនេះស្រាប់តែពេលនឹងដែរតួស្រីរបស់យើងនាងក៏បាននិយាយរំលឹកអំពីអ្នកស្លាប់នៅលើកំពូលភ្នំលីសានហើយនាងក៏បានបន្ទោសទៅកាន់ព្រះម្ចាស់លីថាគ្រប់គ្នាទាំងអស់គឺសុទ្ធតែត្រូវបានស្លាប់ដោយសារតែព្រះម្ចាស់លីនឹងឯងទោះបីជាព្រះម្ចាស់លីព្យាយាមធ្វើយ៉ាងណាក៏ដោយក៏គេមិនអាចសងជីវិតមនុស្សគ្រប់គ្នាបាននោះដែរព្រះម្ចាស់លីស្ដាប់ហើយគេពិតជាមានការឈឺចុកចាប់យ៉ាងខ្លាំងហើយគេក៏ព្យាយាមបកស្រាយទៅកាន់តួស្រីរបស់យើងឯងចឹងទៅប៉ុន្តែតួស្រីរបស់យើងនាងក៏បាននិយាយទៅកាន់ព្រះម្ចាស់លីថាសំណាងហើយដែលលោកនិងខ្ញុំបានផ្ដាច់ពាក្យចេញពីគ្នាពុំអីខ្ញុំនឹងសម្លាប់លោកនៅថ្ងៃផ្សំដំណេករបស់ពួកយើងជាមិនខានទេក្រោយពីនិយាយរួចហើយតួស្រីរបស់យើងនាងក៏បានប្រាប់ឲ្យព្រះម្ចាស់លីនឹងដកមនុស្សរបស់គេចេញទៅព្រោះនាងត្រូវចាក់ចេញពីទីនេះអីអញ្ចឹងទៅណាប៉ុន្តែពេលនឹងដែរតួស្រីរបស់យើងនាងក៏បានឮសំឡេងរបស់ព្រះម្ចាស់ទីនៅខាងក្រៅជាហេតុធ្វើឲ្យនាងពិតជាសប្បាយចិត្តយ៉ាងខ្លាំងហើយនាងក៏បានទៅមើលគេតែម្ដងចំណែកឯព្រះម្ចាស់ទីវិញគេក៏បាននាំកូនចៅរបស់គេមករកតួស្រីរបស់យើងហើយគេក៏សប្បាយចិត្តដូចគ្នានៅពេលដែលឃើញតួស្រីរបស់យើងមិនអីបែបនេះរីឯព្រះម្ចាស់លីវិញគេក៏បំរុងនឹងខាត់តួស្រីរបស់យើងដូចគ្នាប៉ុន្តែកូនចៅរបស់គេក៏បានហាមឃាត់ធ្វើឲ្យព្រះម្ចាស់ទីនឹងក៏បានសម្លឹងទៅមើលមុខរបស់ព្រះម្ចាស់លីផងដែរប៉ុន្តែព្រះម្ចាស់ទីគេមិននិយាយអ្វីនោះឡើយហើយគេក៏នាំតួស្រីរបស់យើងត្រឡប់ទៅវិញអីចឹងទៅសាច់រឿងក៏បានកាត់ទៅមើលខាងយឺយីងឯណោះវិញពេលនេះហាន់មីនស៊ីគេបានដឹងខ្លួនឡើងមកវិញហើយគេក៏ចំណងមុខរបស់យឺយីងដូចគ្នាមិនតែប៉ុណ្ណោះយឺយីងនាងក៏បានស្ដីបន្ទោសឲ្យហាន់មីនស៊ីផងដែរហើយនាងក៏សួរទៅកាន់ហាន់មីនស៊ីទៀតថាតើតួស្រីរបស់យើងនឹងស្លាប់ឬនៅទើបហាន់មីនស៊ីនឹងគេក៏បានប្រាប់ថាតួស្រីរបស់យើងនឹងគឺបានរអិលជើងធ្លាក់ចូលទៅក្នុងជ្រោះបាត់ទៅហើយគ្រាន់តែលឿនជើងភ្លាមណាយឺយីងនាងពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែហាន់មីនស៊ីក៏បានប្រាប់ទៀតថាពេលនេះនាងមិនអីនោះទេព្រោះមានគេជួយសង្គ្រោះអីចឹងទៅយឺយីងស្ដាប់ហើយនាងក៏មានការធូរចិត្តដូចគ្នាទើបហាន់មីនស៊ីក៏សួរទៀតថាក្រែងនាងចង់ឲ្យគេស្លាប់ចុះមិនបានជានាងបារម្ភបែបនេះទៅវិញប៉ុន្តែយឺយីងក៏ប្រាប់ថាមិនមែនជារឿងរបស់លោកនោះទេក្រោយពីនិយាយរួចហើយយឺយីងនាងក៏
ក៏បានសុំលាហានមីនស៊ីតែម្ដងទៅកាត់ទៅមើលខាងតួស្រីរបស់យើងឯណោះវិញណាពេលនេះនាងនឹងប្រអម្ចាស់ទីងក៏បានត្រឡប់មកដល់ផ្ទះវិញហើយចំណែកឯពូទី3វិញគាត់ក៏បានរងចាំទទួលតួស្រីរបស់យើងដូចគ្នាក្រោយមកទៀតប្រអម្ចាស់ទីងគេក៏បានយកតួស្រីរបស់យើងនឹងមកសម្រាកដោយមានអ្នកស្រីវិនក៏នៅចាំជួយមើលតួស្រីរបស់យើងអីចឹងទៅលុះពេលតួស្រីរបស់យើងគេលក់ហើយនោះណាអ្នកស្រីវិនគាត់ក៏បានសុំលាប្រអម្ចាស់ទីងត្រឡប់ទៅវិញដោយទុកឲ្យប្រអម្ចាស់ទីងនឹងនៅមើលតួស្រីរបស់យើងចោលលុះយកបន្តិចប្រអម្ចាស់ទីងគេក៏បានចេញពីបន្ទប់របស់តួស្រីយើងពេលនឹងដែរព្រៀបនាំសាររបស់តួស្រីយើងវាក៏បានមកដល់ជាហេតុធ្វើឲ្យតួស្រីរបស់យើងនាងក៏បានភ្ញាក់ពីគេងមកវិញហើយនាងក៏បានសរសេរសម្បត្តិមួយផ្ញើទៅកាន់សិស្សច្បងលីផងដែរបន្ទាប់ពីសរសេររួចហើយតួស្រីក៏បានផ្ញើសារហ្នឹងតាមព្រៀបតែម្ដងទៅឯខាងសិស្សច្បងលីឯណោះវិញគាត់ក៏បានទទួលសម្បត្តិនឹងដូចគ្នាដោយក្នុងសម្បត្តិហ្នឹងក៏បានសរសេរថាគឺតួស្រីរបស់យើងហ្នឹងនាងចង់ឲ្យសិស្សច្បងលីស្វែងរកមនុស្សម្នាក់ដែលបានធ្វើឲ្យនាងធ្លាក់ពីលើភ្នំអីចឹងទៅណាលុះព្រឹកបន្ទាប់សិស្សច្បងលីគេក៏បានមកកាន់ផ្ទះសំណាក់មួយកន្លែងហើយគេក៏បានសួរអ្នកបម្រើអំពីហានមីនស៊ីផងដែរថាតើហានមីនស៊ីស្នាក់នៅទីនេះមែនទេហើយសិស្សច្បងលីក៏បានប្រាប់ទៅកាន់អ្នកបម្រើថាគេគឺជាមិត្តរបស់ហានមីនស៊ីអីចឹងទៅប៉ុន្តែអ្នកបម្រើគេមិនប្រាប់ទៅកាន់សិស្សច្បងលីនោះឡើយតលតែសិស្សច្បងលីប្រកល់ប្រាក់ឲ្យគេទើបគេព្រមប្រាប់ហើយគេក៏បាននាំសិស្សច្បងលីទៅរកហានមីនស៊ីតែម្ដងទៅគាត់ជួនពេលនឹងដែរហានមីនស៊ីគេក៏បានចុះមកក្រោមហើយគេក៏បានប្រទះគ្នាជាមួយនឹងសិស្សច្បងលីចំណែកអ្នកបម្រើវិញគេក៏បានប្រាប់ហានមីនស៊ីតាមនឹងអីចឹងទៅណាគ្រាន់តែឃើញសិស្សច្បងលីភ្លាមហានមីនស៊ីគេក៏បានរត់គេចប៉ុន្តែសិស្សច្បងលីគេក៏បានដេញចាប់ហានមីនស៊ីត្រឡប់មកវិញហើយពួកគេទាំងពីរនាក់ក៏បតែបតងគ្នាពេញនឹងតែម្ដងទៅយ៉ាងណាមិញហានមីនស៊ីគេវាយមិនឈ្នះសិស្សច្បងលីនោះឡើយហើយចុងក្រោយក៏ត្រូវបានសិស្សច្បងលីនឹងចាប់ខ្លួនតែម្ដងទៅឯខាងព្រះអង្គម្ចាស់ទីឯណោះវិញគេក៏បានចូលមកមើលតួស្រីរបស់យើងនៅក្នុងបន្ទប់ប៉ុន្តែបើជាមិនឃើញយើងនៅក្នុងបន្ទប់ទៅវិញគ្រានឹងដែរអ្នកបម្រើក៏បានឆ្លងកាត់ហើយកូនចៅរបស់ព្រះអង្គម្ចាស់ទីក៏បានសួរទៅកាន់អ្នកបម្រើថាឯណាព្រះនាងទើបអ្នកបម្រើក៏បានប្រាប់ថាការពីព្រឹកមិញនេះព្រះនាងហើយនឹងឈីងយូគឺបាននាំគ្នាទៅមើលហាងបាត់ទៅហើយគ្រាន់តែលឿនចឹងព្រាមព្រះអង្គម្ចាស់ទីគេពិតជាខឹងយ៉ាងខ្លាំងហើយគេក៏បានឲ្យកូនចៅរបស់គេនឹងទៅរកតួស្រីរបស់យើងអីចឹងទៅរីឯខាងតួស្រីរបស់យើងឯណោះវិញនាងមិនបានទៅកាន់ហាងនោះទេហើយឈីងយូក៏បានឲ្យតួស្រីរបស់យើងត្រឡប់ទៅវិញអីចឹងទៅដោយសារតួស្រីរបស់យើងមិនទាន់ជាពីរបួសហ៎ប៉ុន្តែតួស្រីរបស់យើងនាងមិនស្ដាប់ឡើយហើយពេលនឹងដែរតួស្រីរបស់យើងនាងក៏បានមកកាន់កន្លែងមួយលុះពេលមកដល់ហើយនោះនាងក៏បានគោះទ្វារឲ្យអ្នកនៅខាងក្នុងឲ្យចេញមកពេលនឹងដែរសិស្សច្បងលីគេក៏បានបើកទ្វារជាហេតុធ្វើឲ្យឈីងយូនាងពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយសិស្សច្បងលីគេក៏បានប្រាប់ទៅកាន់តួស្រីរបស់យើងថាហានមីនស៊ីកំពុងតែនៅខាងក្នុងអីចឹងទៅតួស្រីស្ដាប់ហើយនាងក៏បានឲ្យឈីងយូនៅចាំនាងសិនទៅព្រោះនាងមានការចូលទៅខាងក្នុងបន្តិចអីចឹងទៅណាក្រោយមកទៀតតួស្រីរបស់យើងនាងក៏បានឃើញហានមីនស៊ីតែនាងក៏បានសួរទៅកាន់សិស្សច្បងលីថាតើសិស្សច្បងលីនឹងវាយគេមែនទេតែសិស្សច្បងលីក៏បានប្រាប់ថាគាត់អាចបានវាយគេនោះទេគឺគាត់ឃើញគេមានរបួសស្រាប់អីចឹងទៅណាហើយក្រោយមកទៀតសិស្សច្បងលីគាត់ក៏បានដាស់ទៅកាន់ហានមីនស៊ីជាហេតុធ្វើឲ្យហានមីនស៊ីគេពិតជាមានការភ័យយ៉ាងខ្លាំងហើយពេលនឹងដែរហានមីនស៊ីគេក៏បានឃើញតួស្រីរបស់យើងហើយគេក៏បានសួរទៅកាន់នាងថាតើនាងមិនអីទេមែនទេទើបតួស្រីក៏បានប្រាប់ថាខ្ញុំមិនអីទេអរគុណលោកហើយដែលខ្ញុំនៅមានជីវិតនោះនៅពេលលើបែបនេះណាហានមីនស៊ីក៏បានសួរទៅកាន់តួស្រីរបស់យើងថាតើការពីលើកមុននាងគឺជាអ្នកជួយសង្គ្រោះជីវិតរបស់ខ្ញុំមែនទេទើបតួស្រីក៏បានឆ្លើយថាត្រូវហើយហានមីនស៊ីគេក៏បាននិយាយថាចុះមិនបានជានាងមិនប្រាប់ខ្ញុំអញ្ចឹងទើបតួស្រីក៏បាននិយាយថាខ្ញុំមិនចូលចិត្តការសងគុណនោះទេនិយាយអញ្ចឹងតើអ្នកណាគឺជាអ្នកប្រើលោកឲ្យមកសម្លាប់ខ្ញុំហ៎ប៉ុន្តែហានមីនស៊ីគេមិនព្រមឆ្លើយនោះឡើយទើបតួស្រីរបស់យើងនាងក៏បានយកកំបិតគំរាមទៅកាន់ហានមីនស៊ីជាហេតុធ្វើឲ្យហានមីនស៊ីគេពិតជាមានការភ័យខ្លាចយ៉ាងខ្លាំងយ៉ាងណាមិញហានមីនស៊ីគេនៅតែមិនព្រមប្រាប់ហើយគេក៏បានសុំទោសទៅកាន់តួស្រីរបស់យើងអីអញ្ចឹងទៅដោយឃើញបែបនេះណាតួស្រីរបស់យើងនាងក៏បានគំរាមទៅលើគេម្ដងទៀតហើយនាងក៏បានធ្វើជាចាក់ទៅលើគេអីអញ្ចឹងទៅណាទើបហានមីនស៊ីគេក៏ព្រមប្រាប់ថាគឺជាស្ត្រីម្នាក់នោះនាងគឺជាមនុស្សល្ងងអីអញ្ចឹងទៅប៉ុន្តែហានមីនស៊ីគេមិនបានប្រាប់ឈ្មោះរបស់យើងទៅកាន់តួស្រីរបស់យើងនោះឡើយចំណែកឯតួស្រីរបស់យើងវិញទោះបីជាហានមីនស៊ីមិនប្រាប់ក៏នាងអាចដឹងដូចគ្នាថាគឺជាយើងនឹងឯងហើយសិស្សច្បងលីគេក៏បានសួរទៅកាន់តួស្រីរបស់យើងថាតើតួស្រីរបស់យើងនឹងមានផែនការធ្វើអ្វីទៀតប៉ុន្តែតួស្រីរបស់យើងនាងមិនទាន់គិតអំពីរឿងនឹងនោះឡើយហើយពេលនឹងដែរសិស្សច្បងលីគេក៏បានសួរទៀតថាតើព្រះអង្គម្ចាស់លីគឺជាអ្នកជួយសង្គ្រោះនាងមែនទេតែតួស្រីក៏បានប្រាប់ថាមិនមែនទេគឺជាលោកគ្រូជួជាអ្នកជួយនាងអីអញ្ចឹងទៅគ្រាន់តែលឺអញ្ចឹងភ្លាមណាសិស្សច្បងលីគេពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះលោកគ្រូជួគាត់កំពុងតែនៅលើភ្នំលីសានចុះហេតុអ្វីបានជាគាត់ចុះមកពីលើភ្នំបានអញ្ចឹងប៉ុន្តែតួស្រីរបស់យើងនាងក៏បានបញ្ជាក់ថាគឺពិតជាលោកគ្រូជួពិតមែនអីអញ្ចឹងទៅណាហើយគាត់ក៏បានប្រើរំពាត់របស់គាត់វាយពោះដើម្បីជួយនាងទៀតផងតែដោយសារពោះច្រើនពេកនាងក៏ត្រូវបានពោះខំហើយនាងក៏បានសន្លប់តែម្ដងទៅក្រោយមកនាងក៏បានដឹងថាខ្លួនរបស់នាងណាគឺកំពុងតែនៅផ្ទះរបស់ព្រះអង្គម្ចាស់លីតែនាងមិនដឹងថាលោកគ្រូជួគាត់តាណានោះឡើយសិស្សច្បងលីស្ដាប់ហើយគេកាន់តែភ្ញាក់ផ្អើលទៀតហើយគេក៏បាននិយាយថាទំនាប់របស់លោកគ្រូជួគឺគាត់មិនដែលភ្លេចដាវនោះឡើយឲ្យតែគាត់ទៅណាមកណាគឺគាត់តែងតែមានដាវជាប់ខ្លួនជានិច្ចចុះហេតុអ្វីបានជាគាត់កាន់រំពាត់ទៅវាយពោះទៅវិញប៉ុន្តែតួស្រីរបស់យើងនាងក៏មិនដឹងដូចគ្នាហើយនាងក៏បានឲ្យសិស្សច្បងលីនឹងស្វែងរកលោកគ្រូជួអីអញ្ចឹងទៅសិស្សច្បង
បងលីស្ដាប់ហើយគេក៏បានយល់ព្រមប៉ុន្តែក្នុងចិត្តរបស់គេដូចជាមានការសង្ស័យចំពោះតួស្រីរបស់យើងផងដែរសាច់រឿងក៏បានកាត់ទៅមើលខាងយឺយីងឯណោះវិញនាងក៏បានចូលមករកព្រះអង្គម្ចាស់លីប៉ុន្តែកូនចៅរបស់ព្រះអង្គម្ចាស់លីគេមិនឲ្យយឺយីងចូលនោះទេប៉ុន្តែយឺយីងនាងក៏មិនព្រមដូចគ្នាហើយនាងក៏បានសម្រុកចូលតែម្ដងទៅលុះពេលចូលមកដល់ខាងក្នុងនាងក៏បានឃើញព្រះអង្គម្ចាស់លីនៅមនុស្សជាច្រើនកំពុងតែផឹកស៊ីសប្បាយទៅវិញកាន់តែធ្វើឲ្យយឺយីងមានអារម្មណ៍ខឹងយ៉ាងខ្លាំងហើយនាងក៏បានដើរមករកព្រះអង្គម្ចាស់លីផងដែរមិនតែប៉ុណ្ណោះយឺយីងនាងក៏បានសួរនាំទៅកាន់ព្រះអង្គម្ចាស់លីយ៉ាងច្រើនប៉ុន្តែព្រះអង្គម្ចាស់លីគេដូចជាមិនខ្វល់ទេហើយគេក៏បានយកស្រាមកផឹកអីចឹងទៅយឺយីងឃើញបែបនេះនាងកាន់តែខឹងទៀតហើយនាងក៏បានដកយកស្រាពីព្រះអង្គម្ចាស់លីវិញពេលនឹងដែរមុតរបស់ព្រះអង្គម្ចាស់លីគេក៏បាននិយាយឲ្យយឺយីងថាហេតុអ្វីបានជានាងនឹងកាចខ្លាំងម្ល៉េះគ្រាន់តែលឺយ៉ាងភ្លាមណាយឺយីងនឹងពិតជាខឹងយ៉ាងខ្លាំងហើយនាងក៏បានបណ្ដេញពួកគេទាំងអស់គ្នាឲ្យចេញទៅខាងក្រៅអីចឹងទៅចំណែកគ្រប់គ្នាវិញពួកគេក៏មិនហ៊ាននៅទៀតនោះដែរហើយពួកគេក៏បាននាំគ្នាចាក់ចេញតែម្ដងរីឯព្រះអង្គម្ចាស់លីវិញគេមិនខ្វល់នោះឡើយគេគិតតែពីផឹកស្រាតែប៉ុណ្ណោះដោយឃើញបែបនេះយឺយីងនាងពិតជាមានការឈឺចាប់យ៉ាងខ្លាំងហើយនាងក៏មិនដឹងថាមានអ្វីគួរនិយាយជាមួយនឹងព្រះអង្គម្ចាស់លីទៀតនោះទេសាច់រឿងក៏បានកាត់ទៅមើលខាងអ្នកស្រីវាងវិញម្ដងនៅសុកអ្នកបម្រើក៏បានយកសម្បត្តិមួយមកឲ្យគាត់គ្រាន់តែឃើញសម្បត្តិនឹងភ្លាមណាអ្នកស្រីវាងពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយក្រោយមកទៀតអ្នកស្រីវាងគាត់ក៏បានមកជួបជាមួយនឹងម្ចាស់សម្បត្តិហើយមើលទៅពួកគាត់ទាំងពីរដូចជាមានការសិក្សានឹងគ្នាយ៉ាងខ្លាំងមិនតែប៉ុណ្ណោះអ្នកស្រីវាងគាត់ក៏បានស្ដីបន្ទោសឲ្យបរិមម្នាក់នឹងផងដែរហើយដើម្បីបានជាបរិមម្នាក់នឹងមករកគាត់អញ្ចឹងប៉ុន្តែបរិមម្នាក់នឹងគេក៏បានប្រាប់ថាដោយសារតែគេអស់ប្រាក់ចាយអីអញ្ចឹងទៅណាអ្នកស្រីវាងស្ដាប់ហើយគាត់ក៏បានប្រកល់ភ្នៀងមួយដុំឲ្យបរិមម្នាក់នឹងហើយគាត់ក៏បានហាមកុំឲ្យបរិមម្នាក់នឹងបរកគាត់ទៀតអីអញ្ចឹងទៅកំឡុងពេលនិយាយគ្នាក៏សត្វតែសាច់ច្បងលីបានចូលមកជាហេតុធ្វើឲ្យអ្នកស្រីវាងពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែយើងមិនទាន់ដឹងថាតើនឹងមានរឿងអ្វីកើតឡើងចំពោះអ្នកស្រីវាងនោះឡើយកាត់ទៅមើលខាងតួស្រីរបស់យើងឯណោះវិញណានាងក៏បានត្រឡប់មកសំណាក់វិញហើយប៉ុន្តែពេលនេះមេក៏ចាប់ផ្ដើមងងឹតទៀតហើយនាងក៏បានសួរទៅកាន់ឈីងយូថាតើឈីងយូហ្នឹងមានចាំអ្វីដែលនាងបានបង្រៀនដែរអត់ទើបឈីងយូក៏បានប្រាប់ថាចាំតាបើសិនជាព្រះអង្គម្ចាស់ទិញសួរគឺត្រូវប្រាប់ត្រង់ថានាងហើយនឹងតួស្រីរបស់យើងមកពីហាងអីអញ្ចឹងទៅជួនជាពេលនឹងដែរកូនចៅរបស់ព្រះអង្គម្ចាស់ទិញគេក៏បានដើរមកពីក្រោយហើយគេក៏បានប្រាប់ទៅកាន់តួស្រីរបស់យើងថាព្រះអង្គម្ចាស់ទិញបានស្វែងរកនាងពេញមួយថ្ងៃហើយគ្រាន់តែលឿនចឹងភ្លាមតួស្រីរបស់យើងនាងពិតជាមានការផិតភ័យយ៉ាងខ្លាំងឯខាងព្រះអង្គម្ចាស់ទិញឯណោះវិញណាគេកំពុងតែបញ្ជាឲ្យមនុស្សស្វែងរកតួស្រីរបស់យើងប៉ុន្តែពេលនឹងដែរកូនចៅរបស់គេក៏បាននាំតួស្រីរបស់យើងចូលមកហើយពេលនឹងដែរអ្នកស្រីវិនណាគាត់ក៏បានសួរទៅកាន់តួស្រីរបស់យើងថាតើឯងទៅមកពីណាតួស្រីក៏បានប្រាប់ថានាងទៅមកពីហាងហើយក៏បានទៅដើរលេងអីអញ្ចឹងទៅណាព្រះអង្គម្ចាស់ទិញស្ដាប់ហើយគេពិតជាមានការខឹងយ៉ាងខ្លាំងហើយគេក៏បានសម្លក់មកតួស្រីរបស់យើងផងដែរលុះក្រោយមកទៀតព្រះអង្គម្ចាស់ទិញគេក៏បានឲ្យកូនចៅរបស់គេនោះយកគេទៅក្នុងបន្ទប់វិញប៉ុន្តែគេមិននិយាយអ្វីជាមួយនឹងតួស្រីរបស់យើងសូម្បីតែមួយម៉ាត់ដោយឃើញបែបនេះតួស្រីរបស់យើងនាងក៏មិនហ៊ាននិយាយអ្វីជាមួយនឹងព្រះអង្គម្ចាស់ទិញនោះដែរហើយនាងក៏បានចូលទៅក្នុងបន្ទប់របស់នាងតែម្ដងទៅពេលនឹងដែរកូនចៅរបស់ព្រះអង្គម្ចាស់ទិញគេក៏បានសួរទៅកាន់ឈីងយូថាតើនាងទៅមកពីណាតែឈីងយូក៏បានប្រាប់ថាមកពីហាងអីអញ្ចឹងទៅណាប៉ុន្តែកូនចៅម្នាក់ហ្នឹងគេក៏បាននិយាយថាកុហកពួកអីថ្ងៃមិញនេះគេបានទៅមើលហាងហើយប៉ុន្តែមិនឃើញតួស្រីរបស់យើងហើយនឹងឈីងយូនៅទីនោះទេអញ្ចឹងឥឡូវនេះនាងប្រាប់ឲ្យត្រង់មកតើនាងទៅមកពីណាបើសិនជានាងមិនប្រាប់ទេប្រយ័ត្នព្រះអង្គម្ចាស់ទិញគាត់ខឹងអីអញ្ចឹងទៅគ្រាន់តែលើបែបនេះឈីងយូនាងពិតជាបារម្ភយ៉ាងខ្លាំងចំណែកឯព្រះអង្គម្ចាស់ទិញវិញណាគេក៏បានលើពួកគេទាំងពីរនាក់និយាយគ្នាហើយគេក៏បានចេញទៅក្រៅវិញដើម្បីទៅរកតួស្រីរបស់យើងអីអញ្ចឹងទៅចំណែកឯតួស្រីរបស់យើងវិញនាងកំពុងតែគេងនៅក្នុងបន្ទប់របស់នាងដោយធម្មតាពេលនឹងដែរព្រះអង្គម្ចាស់ទិញគេក៏បានចូលមកគ្រាន់តែឃើញព្រះអង្គម្ចាស់ទិញភ្លាមតួស្រីក៏បានចេញមកទទួលហើយព្រះអង្គម្ចាស់ទិញគេក៏បានឲ្យនាងនិយាយមកតើនាងមានអ្វីចង់និយាយជាមួយនឹងគេដែរអត់ប៉ុន្តែតួស្រីរបស់យើងនាងមិននិយាយអ្វីនោះឡើយនៅពេលឃើញបែបនេះព្រះអង្គម្ចាស់ទិញគេពិតជាខឹងយ៉ាងខ្លាំងហើយគេក៏បានស្ដីបន្ទោសឲ្យនាងយ៉ាងច្រើនអីចឹងទៅយ៉ាងណាមានតួស្រីរបស់យើងនាងក៏មិនដឹងថាគួរបកស្រាយបែបណាទៅកាន់ព្រះអង្គម្ចាស់ទិញទេហើយព្រះអង្គម្ចាស់ទិញនឹងគេក៏បានត្រឡប់ទៅវិញប៉ុន្តែតួស្រីរបស់យើងនាងក៏បានខាត់ដោយនាងក៏បានយកដងអំបោះមកដាក់ចូលរទេះរបស់ព្រះអង្គម្ចាស់ទិញធ្វើឲ្យព្រះអង្គម្ចាស់ទិញគេមិនអាចបរទេះទៅមុខទៀតនោះឡើយចំណែកឯព្រះអង្គម្ចាស់ទិញវិញណាគេក៏បានហៅកូនចៅរបស់គេឲ្យមកជួយគេប៉ុន្តែតួស្រីរបស់យើងនាងក៏បានហាមឃាត់ដោយមិនឲ្យកូនចៅរបស់គេមកជួយនោះឡើយលើពីនឹងទៀតតួស្រីរបស់យើងនាងក៏បាននិយាយទៅកាន់ព្រះអង្គម្ចាស់ទិញថាសូមទ្រង់ជប់ខឹងទៅចាំខ្ញុំម្ចាស់នឹងបកស្រាយប្រាប់នៅពេលឮបែបនេះណាព្រះអង្គម្ចាស់ទិញគេមិនមាត់កអីទេហើយតួស្រីរបស់យើងណានាងក៏បានយកព្រះអង្គម្ចាស់ទិញចូលទៅក្នុងបន្ទប់វិញក្រោយមកទៀតតួស្រីរបស់យើងនាងក៏បានចាក់តាឲ្យព្រះអង្គម្ចាស់ទិញប៉ុន្តែគេមិនផឹកអីអញ្ចឹងទៅហើយនាងក៏បានសួរទៅកាន់ព្រះអង្គម្ចាស់ទិញថាតើទ្រង់ចង់ដឹងអត់អំពីរឿងរបស់ខ្ញុំជាមួយនឹងព្រះអង្គម្ចាស់លីប៉ុន្តែព្រះអង្គម្ចាស់ទិញគេក៏បាននិយាយថាមិនចង់ដឹងអីអញ្ចឹងទៅណាយ៉ាងណាមានតួស្រីរបស់យើងនាងនៅតែនិយាយទោះបីជាគេមិនចង់ដឹងក៏ដោយហើយនាងក៏បានប្រាប់ទៅកាន់ព្រះអង្គម្ចាស់ទិញថានាងនិងព្រះអង្គម្ចាស់លីគឺបានស្គាល់គ្នាតាំងពីតូចហើយព្រះអង្គម្ចាស់លីត្រូវបានបញ្ជូនទៅកាន់ភ្នំលីសាណាដើម្បីសង្គ្រោះអីអញ្ចឹងទៅហើយនាងនិងព្រះអង្គម្ចាស់លីក៏បានធំឡើងជាមួយគ្នាផងដែរក្រោយមកទៀតព្រះចៅអន្តរិចចុងទ្រង់ក៏បានភ្ជាប់ពាក្យនាងហើយនិងព្រះអង្គ
អង្គម្ចាស់លីតែមិននឹកស្មានថាក្រោយមកទៀតព្រះចៅអន្តរិចងទ្រង់ក៏បានសោយទីវង្គតហើយព្រះមហាសេជីណាទ្រង់ក៏បានកោះហៅព្រះអង្គម្ចាស់លីទៅកាន់រាជវាំងជាបន្ទាន់ពេលនោះជីតារបស់ខ្ញុំគាត់បារម្ភថាខ្លាចព្រះអង្គម្ចាស់លីនោះមានគ្រោះថ្នាក់ទើបគាត់ក៏បានបញ្ជូនកុសលចំនួន18នាក់ឲ្យទៅយើងព្រះអង្គម្ចាស់លីត្រឡប់មកវិញអីអញ្ចឹងទៅទោះស្អីរបស់យើងនិយាយបានតែប៉ុណ្្នឹងណាសាច់រឿងក៏បានឆ្លេះនៅត្រឹមនេះតែម្ដងអញ្ចឹងបើសិនជាចង់ដឹងថាតើសាច់រឿងរបស់យើងនឹងទៅជាយ៉ាងណាទៀតនោះមានតែរងចាំទស្សនាជាមួយនឹង admin នៅភាគក្រោយជាបន្តទៀតណាសូមអរគុណច្រើនសូមជម្រាបលាបាយបាយ